រៀបការហើយយក baby ភ្លាមឬក៏ចាំសិនខ្ញុំមានទម្លាប់មួយដែលខ្ញុំចូលចិត្តបន្ទោសហ្មងតំណែងមួយដែលយូរអង្វែងគឺត្រូវមានភាពស្មោះត្រង់មួយគ្នាត្រូវមានគោលដៅជាមួយគ្នាជឿសួរសួស្តីអ្នកនរគ្នាខ្ញុំពេជ្រពិសីខ្ញុំឆាយថ្ងៃនេះគឺ2អ្នកខ្ញុំមកឆ្លើយសំណួរដែល fan សួរពីតំណែង2អ្នកខ្ញុំសំណួរគេសួរថាចេះអំឡុងពេលពួកបងណៃចិត្តនឹងឃ្លាថាបងមានវិធីដោះស្រាយបែបណាដើម្បីឲ្យភាពណៃចិត្តហ្នឹងមិនអាចជាបញ្ហាក្នុងខ្សែហារបស់ពួកបងទាំងពីរបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគាត់ថាវិធីណាក៏ដោយគឺมันអាចទប់អ្នកដែលចង់ទៅបានជឿជាក់ថាដោយសារពីអ្នកខ្ញុំអត់តន់អស់ចិត្តពីគ្នាទេអត់ដឹងថាតើបើសិនជាដើរចេញពីគ្នាមានអ្នកណាដែលល្អជាងនឹងអត់ខ្ញុំគិតថាហ្នឹងគឺជាចំណុចដែលថាអូខេអញ្ចឹងយើងទៅរកគ្នាទៅនិយាយគ្នាដោះស្រាយបញ្ហាមួយគ្នាជាងថាណៃហើយក៏បែកចិត្តដើរចេញវាមានវិធីខ្លះដូចជាទៅស្វែងយល់ព្យាយាមយល់ពីគ្នាអីផ្សេងៗគឺអាចសាក់លបងបានតែខ្ញុំគិតថាចំណុចដែលធំបំផុតគឺនៅស្រឡាញ់អត់គឺចិត្តមួយដែលនៅស្រឡាញ់ចិត្តមួយដែលចង់បន្តទៅមុខទើបអាចនាំទៅសកម្មភាពដែលទៅសម្រុះសម្រួលណៃចិត្តនឹងបានពេលចែស្រឡាញ់គ្នាដំបូង first date ចែនៅកន្លែងនោះអ្នកនរគ្នាតំណែងខ្ញុំវារៀងញ៉ៃបន្តិចធ្លាប់តាក់ទងគ្នាម្ដងហើយក៏បែកគ្នារយៈពេល1ឆ្នាំต่อไปហើយត្រឡប់មកតាក់ទងគ្នាមួយសារទៀតអញ្ចឹងខ្ញុំភ្លេចថាអាពេលតាក់ទងគ្នាមួយសារទៀតហ្នឹងពេលណាវាមិនមែនផ្លូវការរបៀបថាជួបគ្នាដោយទូទៅប្រចាំថ្ងៃដោយសារតែជួបគ្នាសឹងតែរហូតចង់និយាយថាសម័យហ្នឹងវានៅខេត្តទៅអ្នកនរគ្នាអញ្ចឹងវាអត់មាន date មានអីទេវាជួបគ្នាជួបគ្នានៅសាលានិយាយចំទៅពេលដែលពួកខ្ញុំជួបគ្នាគឺភាគច្រើនតែនៅសាលាបើសួរទីតាំងណាជាក់លាក់ហ្មងអត់ទេរៀបការហើយយក baby ភ្លាមឬក៏ចាំសិនហើយគាត់សួរទៅនោះហ្នឹងហើយគាត់សុំខ្ញុំថាសម្ដេចក្តីប្រាថ្នាគាត់មួយគាត់ fan Ronaldo ហើយជាការប្រកួតរបស់ Ronaldo ចុងក្រោយគាត់សុំទៅមើលនៅក្នុងខែ7នៅក្រៅប្រទេសហើយត្រឡប់មកវិញអាចនឹងចុងឆ្នាំ2026នេះបានពួកខ្ញុំយក baby សម្ដេចក្តីប្រាថ្នាឆាយមួយសិនគាត់ដែរសុំឲ្យពីខ្ញុំឯងធ្វើមិនបានស្នេហាគង់វងយូរអង្វែងតំណែងមួយដែលយូរអង្វែងគឺត្រូវមានភាពស្មោះត្រង់មួយគ្នាគ្រឿងទី2គឺយើងត្រូវមានគោលដៅជាមួយគ្នាគោលដៅរួមមិនសំខាន់ថាជាមុខរបរគ្រួសារប្រទេសជាតិឬក៏សម្រាប់ខ្លួនឯងទេបើសិនជាយើងដើរនៅក្នុងជីវិតប្តីទៅផ្សេងប្រពន្ធទៅផ្សេងប្រកបថាអាចធ្វើការងារផ្សេងគ្នាប៉ុន្តែការងារផ្សេងគ្នាមិនបានន័យថាដំណើរនៃជីវិតហ្នឹងគឺត្រូវដើរបែកគ្នាទេមួយចំណុចទៀតណាគឺជាការយកយល់អធិស្ឋានគ្នាអញ្ចឹងការយកយល់អធិស្ឋានសំខាន់មែនតើព្រោះយើងដើរចូលជីវិតមនុស្សម្នាក់អ្នកនរគ្នាគិតមើលថាតើពួកគាត់មកហ្នឹង perfect អត់ខ្ញុំគាត់ថាអត់ទេរបស់ទាំងអស់មកជាកញ្ចប់អញ្ចឹងតើពេលដែលមានរបស់ដែលអត់ពេញចិត្តកើតឡើងមកនេះយើងអាចទទួលយកបានអត់យើងអាចកែច្នៃកែតម្រូវបានអត់ដូចគេនិយាយថាដុំថ្មខ្លាយទៅជាពេជ្រហ្នឹងវាមើលមកងាយស្រួលប៉ុន្តែពេលដែលមករស់នៅជាក់ស្ដែងជួបរបស់ជាច្រើនហើយគិតថាអាហ្នឹងយើងអត់ចូលចិត្តមានរបស់ហ្នឹងជាច្រើនមែនណានៅប្រភេទចូលគ្នាដូចគ្នាគ្រប់សពបែបយ៉ាងឯងប៉ុន្តែម្នាក់ទទួលយកហើយនិយាយគ្នាហើយរកចំណុចកណ្ដាលដែលអាចនៅជាមួយគ្នាចង់បានកូនបាន5ខ្ញុំគិតថាពេលដែលមានកូនច្រើនទៅអនាគតអ៊ូអវឹកវទី2អ្វីដែលខ្ញុំគិតហ្នឹងគឺពាក់ព័ន្ធមួយប្រទេសសម្រាប់ខ្ញុំខ្ញុំគិតថាប្រទេសយើងហ្នឹងគឺប្រជាជនតិចខ្លាំងមែនតើអញ្ចឹងខ្ញុំមើលឃើញថាមិនមែនអំនួតទេប៉ុន្តែខ្ញុំមើលឃើញថាខ្ញុំមានសមត្ថភាពបើនេះខ្ញុំមានលុយគឺអាចចិញ្ចឹមមើលថែពួកគាត់បានអញ្ចឹងពួកគាត់នឹងធំធាត់ខ្លាចជាធនធានមនុស្សជួយប្រទេសយើងថ្ងៃមុខបងអ្នកដែលមានកូនមានអីជួយប្រាប់ផងថាពេលមានកូនច្រើនយើងចិញ្ចឹមមិនអីមិនឲ្យយកបែបណាដើម្បីឲ្យបានកូន5ហើយម៉ែនៅស្អាតបងពិសីរៀបការថ្ងៃណាពួកខ្ញុំ2នាក់រៀបការនៅថ្ងៃទី22ខែ2ឆ្នាំ2026ពេលដែលចិត្តការនេះខ្ញុំមានអារម្មណ៍ថាខ្ញុំកាន់តែស្រឡាញ់គ្នាខ្លាំងហើយទៅនឹកឃើញរបស់ជាច្រើនដែលយើងចាប់ផ្ដើមកសាងចាប់ផ្ដើមបង្កើតរួមគ្នាអ្នកនៅជាមួយគ្នាប្រចាំថ្ងៃដូចប្តីប្រពន្ធពេលដែលការអារម្មណ៍នឹងប្លែកប៉ុន្តែឥឡូវបានដឹងថាពិតជាប្លែកមិនពិតជាមានអារម្មណ៍ថា2នាក់ខ្ញុំត្រូវរៀបការត្រូវខ្លាចជាប្តីប្រពន្ធត្រូវមានកូនត្រូវមានអីគឺអារម្មណ៍ខ្ញុំរំភើបបន្តិចភ័យបន្តិចអមបន្តិចតាមពិតទៅចំណុចដែលយើងការនេះយើងដឹងតាំងពីដើមហើយថាវានឹងកើតឡើងគ្រាន់ថាអារម្មណ៍ពេលដែលដឹងថាវាកាន់តែគៀកវាកាន់តែចិត្តខ្លាយទៅជាការពិតអារម្មណ៍មួយហ្នឹងវាកាន់តែរំភើបវាកាន់តែអស្ចារ្យពេលយើងចាប់ដៃគ្នាដំបូងវាអត់មានលុយសោះធ្វើតិចតួចលក្ខណៈគ្រួសារហើយសំខ្សែផ្សំរហូតដល់ថ្ងៃការនេះគឺខ្ញុំធ្វើអស់ពីចិត្តហ្មងបងពេលយើងស្រឡាញ់គ្នានៅតូចអញ្ចឹងប៉ាម៉ាក់បងគាត់ព្រមឲ្យយើងចាប់ផ្ដើមតំណែងហ្នឹងអត់ហើយបងទាំងពីរធ្វើមិនខ្លះទើបអាចឈានមកដល់ចំណុចមួយនេះអ្វីដែលធ្វើឲ្យពួកគាត់ទទួលយកខ្ញុំបានទទួលយកឆាយហើយខ្ញុំតាក់ទងគ្នាបានហ្នឹងពីមួយពេលទៅមួយពេលពួកខ្ញុំអត់បោះបង់ទេពួកខ្ញុំពិតជាស្រឡាញ់គ្នាមែនស្មោះត្រង់ជាមួយគ្នាមែនហើយខិតខំតស៊ូបង្កើតលទ្ធផលជាមួយគ្នាមែនពេលខ្លះមិនបាច់ទៅប្រាប់គាត់ថាពីអ្នកខ្ញុំស្រឡាញ់គ្នាខ្លាំងហើយខ្ញុំស្មោះត្រង់គ្នាគាត់ជឿបើអត់មានអីទាំងអស់អ្វីដែលធ្វើឲ្យគាត់ជឿគឺលទ្ធផលយើងស្និទ្ធស្នាលជាមួយពួកគាត់ច្រើនជាងមុនមានភាពច្បាស់លាស់ជាមួយពួកគាត់ច្រើនជាងមុនបង្កើតតំណែងនៅក្នុងគ្រួសារដែលល្អជាងមុនហើយមិនត្រឹមតែប៉ុណ្្នឹងទេមុខរបរយើងក៏បង្កើតឲ្យល្អជាងមុនអត្តចរិតរបស់ម្នាក់ពេលដែលមានគ្នាគឺមានអារម្មណ៍ថាល្អប្រសើរជាងមុនហើយនៅពេលដែលចាប់ផ្ដើមពួកគាត់ជំទាស់យកអាហ្នឹងដូចជាទឹក
chất muối để vừa ấy pi nhẹ nhom nâng chùm rốn ca lạnh kia càng đặc lăng đi pe để ca hơi tại honeymoon nên nè ពួកខ្ញុំចង់ទៅ honeymoon នៅ Swiss ហ្នឹងក៏ជាប្រទេសក្នុងក្តីសម័យរបស់ខ្ញុំដែរ pi nhẹ nhom khất khom chớ nè đánh chặt cây sầm máy trong đó cổ đai khất khom hồ si đặt pe về lìa chùm mùi hồ si chớ pe khác cọt hiên tại đá lên ngày đây khai khát pe rô si ឥឡូវក៏ពួកយើងមានរបត់ជីវិតដែរដោយស្មោះត្រង់ទៅគឺយើងនឹងចាប់ផ្ដើមផ្ដោតលើអាសកម្មភាពអីដែលពួកយើងចូលចិត្តហើយធ្វើអីដែលឲ្យយើងសប្បាយចិត្តហើយមានអត្ថន័យជីវិតកាន់តែច្រើន cái này nó bông tròn làm chớ miên côn chất cất tha sang say quát rồi còn cất tha quát miên chừng khoa kha trăng ná trong ấy quát cá rồi còn quát miên thọ vừa vậy mới để bông ăn tinh chất ọt បើនិយាយរឿងសង្ស័យខ្ញុំនិយាយម៉ាត់ហ្មងថាអត់ដូចមនុស្សខ្ញុំអត់ជាប្រភេទមនុស្សដែលសង្ស័យកុំរមែនតែនសង្ស័យនៅដទៃក៏លក្ខខណ្ឌមួយទៀតដែរពិសេសក៏មិនមែនជាប្រភេទមនុស្សដែលធ្វើឲ្យខ្ញុំសង្ស័យបើពាក់ព័ន្ធនឹងចំណុចខ្វះខាតខ្ញុំក៏ត្រូវទទួលស្គាល់ដែរថាពេលនេះខ្ញុំស្មោះត្រង់ណាពេលពួកខ្ញុំជួបមួយគ្នាដំបូងគាត់ជាមនុស្សដែលមានសក្តានុពល ប៉ុន្តែគាត់មើលអត់ឃើញពីសក្តានុពលរបស់ខ្លួនឯងទេគាត់ភ័យខ្លាចគាត់អត់មានទំនុកចិត្តដូចដុំពេជ្រដែលយើងកោះបានពីថ្មមកហើយនៅពាត់ថ្មជុំវិញអញ្ចឹងមើលអត់ឃើញចាំងអត់ឃើញស្អាតបើនិយាយឲ្យស្រួលស្ដាប់អ្នកឃើញខ្ញុំធ្វើបាបក៏ធ្វើបាបអាថាឲ្យក៏ថាឲ្យអាលួងលោមក៏លួងលោមសុបគ្រប់សពក្បាច់ដូចយើងចិត្តពេជ្រអញ្ចឹង ឆាយគាត់រៀងដាក់សម្ពាធឲ្យខ្ញុំដែរដើម្បីឲ្យខ្ញុំចេញពីរង្វង់សុវត្ថិភាពដែលខ្ញុំធ្លាប់រស់នៅមកពីទូចដល់ធំហ្មងទ្រាំតែខ្ញុំហ្នឹងមកដល់ដូចរងថ្ងៃចេញពីខ្ញុំក៏សុខចិត្តហ្នឹងទៅផ្លាស់ប្ដូរខ្លួនឯងដែរ របស់ដែលខ្ញុំអត់ចូលចិត្តទីមួយគឺនិយាយតែដូចជាឧទាហរណ៍ថាម្ដងទៅតែមកថាអត់ទៅតែមកថាទៅអត់ទៅខឹងហ្មងខ្ញុំខឹងតែក្បាលតែកតុយហ្មងរឿងដែលអញ្ចឹងខ្ញុំអត់ចូលចិត្តខ្ញុំប្រាប់ផងប៉ុន្តែសួរថាអានឹងជាបញ្ហាអត់អ្នកនរគ្នាមិនមែនទេក្នុងតំណែងចាត់ទុកថាអានឹងជារឿងទូចដែលយើងត្រូវជួបប្រចាំថ្ងៃទៅ និយាយទៅអត់ពេញចិត្តកន្លែងណាអញ្ចឹងពីច្រើនពីអ្នកខ្ញុំប្រាប់គ្នា clear ហ្មងបងតាំងពីចាប់ផ្ដើមដំបូងរហូតដល់ឥឡូវជួបឧបសគ្គអ្វីខ្លះហើយបងដោះស្រាយដោយវិធី ហើយខ្ញុំមានទម្លាប់មួយដែលខ្ញុំចូលចិត្តបន្ទោសហ្មងបើធ្វើអីខុសហើយខ្ញុំអត់ទៅលើកទឹកចិត្តគាត់ទេបើគាត់ពេលដែលមានរឿងអីកើតឡើងគាត់លើកទឹកចិត្តខ្ញុំជំរុញខ្ញុំមិនមែនជាមនុស្សម្នាក់ដែលទៅលួងលោម support លើកទឹកចិត្តជំរុញគាត់ធ្វើកាន់តែបានល្អណាខ្ញុំបែរជាបន្ទោសគាត់ធ្វើបានល្អអីចឹងណាខ្ញុំកាន់តែបន្ទោសគាត់កាន់តែលែងចង់ធ្វើអីគាត់កាន់តែលែងសប្បាយចិត្តហើយមនុស្សដែលនៅជិតគាត់អត់ support គាត់អីចឹងទៅក៏ជាចំណុចមួយជាឧបសគ្គដែលខ្ញុំគិតថាដែលរារាំងឆាយទៅរីចម្រើនណាដំណោះស្រាយដែលខ្ញុំធ្វើហ្នឹងគឺសម្រួលមួយខ្លួនឯងអត់ឆាវឆាវសិនសម្រួលអារម្មណ៍សិនបានខ្ញុំទៅនិយាយមួយគាត់ឬក៏និយាយហៅចំណុចណាមួយដែលយើងអាច support គាត់បានណាមិនជាជាងថាទៅបន្ទោសគាត់គ្រប់ពេល ក្មេងខ្ញុំពីដើមមកគឺគាត់អត់ពេញចិត្តខ្ញុំទេមិនមែនអត់ពេញចិត្តដោយសារតែមួយចំណុចវារឿងច្រើនហ្មងដូចឧទាហរណ៍ខ្ញុំដើរលេងខ្ញុំក្មេងខ្ញុំរៀនអត់ចេះខ្ញុំអីជាច្រើនចំណុចចឹងណាអញ្ចឹងវិធីសាស្ត្រដែលខ្ញុំដោះស្រាយដូចខ្ញុំនិយាយដែរលទ្ធផលសំខាន់ជាងគេខ្លាយពីក្មេងដែលរៀនអត់ចេះ khai để chia sẻ và cái giam lá khổគ្នាទៅសារហ្នឹងមិនមែនអូទេមិនដែរវាជាលទ្ធផលពិតប្រែខ្លាយពិសីជាមនុស្សម្នាក់ដែលធ្លាប់តែកុហកម៉ែម៉ោងមកផ្ទះរហូតខ្លាយទៅជាមនុស្សដែលនិយាយត្រង់ម៉ោងប៉ុន្មានទៅម៉ោងប៉ុណ្ណឹងខ្ញុំប្រែខ្លាយពិសីហើយនឹងខ្លួនឯងពីម្នាក់ដែលចាយទៅលុយម៉ែអើខ្លាយទៅជាក្មេងដែលចេះរកស៊ីសំលុយខ្លួនឯងតាណាមកណាមានលុយទិញរបស់ញ៉ាំទិញកៅអីខ្លួនឯងអញ្ចឹងឧបសគ្គមួយដែលថាម្ដាយអត់ពេញចិត្តតំណែងខ្ញុំមួយពិសីត្រូវបានរំសាយដោយសារតែលទ្ធផលទាំងអស់ដែលខ្ញុំបានបង្កើតដូចខ្ញុំនិយាយមុនតែតងគ្នាហើយធ្វើមិនបានយូរពីខ្ញុំទៅនិយាយចំណុចដែលគាត់ធ្វើបានល្អហើយធ្វើឲ្យខ្ញុំនៅតែចង់តាក់ទងមួយគាត់ហើយពីមួយពេលទៅមួយពេលខ្ញុំកាន់ស្រឡាញ់គាត់ហើយអ្នកនរគ្នាពួកខ្ញុំមិនមែនជាអ្នកជោគជ័យក្នុងស្នេហាអីទេយើងទៅតាក់ទងគ្នាបានអត់ដល់10ឆ្នាំអត់មានកូនមានអីទេអត់មានកូនអត់មានអីហើយជីវិតគូគឺនៅវែងឆ្ងាយមែនតើមួយទៀតបើសិនជាអ្នកនរគ្នាមានសំណួរអីក៏អាចតម្លែងនៅក្នុង comment បន្ថែមទៀតបានដែរអាចសួរពួកខ្ញុំពីនេះពីនោះអីចឹងទៅខ្ញុំសង្ឃឹមថាវីដេអូនេះនឹងអាចជួយអ្នកនរគ្នានៅក្នុងតំណែងមិនថាអ្នកនរគ្នាមានកូនហើយឬក៏យើងសុទ្ធតែអាចរៀនពីគ្នាទៅវិញទៅមកបានទាំងអស់ហ្មងអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាស្ដាប់ហើយអាចយកចំណុចណាមួយអាយុច្រើនប៉ុណ្ណាខ្ញុំគិតថាយើងសុទ្ធតែអាចរៀនពីគ្នាទៅវិញទៅមកបានទាំងអស់ហ្មងអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាស្ដាប់ហើយអាចយកចំណុចណាមួយទៅពង្រឹងផ្នែកណានៃជីវិតរបស់អ្នកនរគ្នាបានថាអូនឬក៏បងណាដែលមានបទពិសោធន៍អីផ្សេងអាចតម្លែងនៅក្នុង comment បានដូចគ្នាអញ្ចឹងគឺវីដេអូនឹងមានតែប៉ុណ្្នឹងទេជំរាបលាបាយបាយ